ទីមួយប្រពុតលោកបង្រៀនប្តីឲ្យនិយាយសម្ដីវាចាល្អពាក្យល្អពីរោះទៅកាន់ភរិយារបស់ខ្លួនក្នុងមួយជីវិតពួកក្នុងមួយជីវិតសម្ដីល្អគឺសម្ដីដែលផ្អែមដូចទឹកឃ្មុំសម្ដីដែលពោលឲ្យប្រពន្ធក្នុងពេញចិត្តស្ដាប់ឬប្តីនិយាយផ្ទៀងទៅជាស្ដាប់មិនធុញទ្រាន់ទេអានេះនិយាយជាខ្មែរសតអត់បានយកបាលីមកជាសំអាងទេតែបានហើយថាឲ្យពោលពាក្យល្អផ្អែមដូចជាទឹកឃ្មុំពាក្យដែលពីរោះប្រពន្ធឮឲ្យពេញចិត្តស្ដាប់មិនធុញទ្រាន់តែពាក្យមិនល្អធុញទ្រាន់ចោលការយកដៃចោលទៅជាចង់ឮនេះអានេះអត់ទេនឹងទី1ដល់ឲ្យសង្គ្រោះដោយប្រការហ្នឹងឯងទី2ហាមមិនឲ្យមើលងាយភរិយារបស់ខ្លួនដូចជាចវាយនាយនិងកម្មករអ្នកបម្រើអានេះវាខ្ពស់ទៀតយ៉ាងនេះធម្មតាចវាយនាយនិងកម្មករចវាយនាយមិនចេះគោរពកម្មករហ្នឹងទេទោះបីនិយាយសម្ដីអីក៏អត់ពីរោះជាងការកម្មករធ្វើអីឲ្យតំណែងចិត្តស្ដីបន្ទោសអីទៅទៀតអាហ្នឹងមើលងាយតែសម្ដីតែទី2ហ្នឹងលោកហាមមិនឲ្យមើលងាយដោយពាក្យសម្ដីហ្នឹងទី2រកទ្រព្យសម្បត្តិបានត្រូវប្រគល់ឲ្យប្រពន្ធថែរក្សាកុំហួងហែងក្តោបរក្សាខ្លួនឯងត្រូវការចាយបានឲ្យប្រាក់ទៅប្រពន្ធយកទៅចាយដូចទៅទិញម្ហូបព្រឹកឡើងបើប្រាក់ឲ្យប្រពន្ធទៅផ្សាររកព្រឹកអាហ្នឹងមិនមែនប្រពន្ធនេះខ្ញុំកណ្ដោនឹងចវាយនេះនេះហាមមិនឲ្យមើលងាយលក្ខណៈពីរនេះទៅកាន់ភរិយាណាเราត្រូវបានប្រគល់ឲ្យទៅប្រពន្ធសាត្រូវការប្រើប្រាស់ប្រាប់គេទៅគេយកមកឲ្យសុំគេយកទៅធ្វើនេះទៅនោះយល់ទេបានភរិយាយ៉ាងឯប្តីសុំកុំចេះតែឲ្យពេកមើលទៅសុំយកទៅធ្វើអីស្ដាប់បានហើយហ៎ជាងការសុំទៅការ៉ាអូខេជាងច្រើនឯណាអូនបងតែប្រយ័ត្នសុំឲ្យតាមមើលលិប្រាក់ដែលឲ្យយកទៅចាយធ្វើអីឲ្យពិនិត្យចាំអានេះក្នុងសង្គ្រោះទី2ប្រគល់ទ្រព្យសម្បត្តិអេរ៉ូបាតឲ្យទៅភរិយាទី3ហាមមិនឲ្យក្បត់ចិត្តភរិយាដែរទៅបែកងាករេលើស្ត្រីដទៃប៉ុន្តែណែរង្គែសេចក្តីឲ្យវែងទៅយកនឹងពុទ្ធិការបស់ព្រះពុទ្ធឲ្យស្មោះត្រង់កុំងាករេទៅលើស្ត្រីដទៃខុសពីប្រវេណីហ្នឹងព្រះពុទ្ធលោកហាមចឹងហើយមិនគ្រាន់តែហាមខិតលោកប្រាប់ទ្រឹស្ដីបញ្យល់ទៀតលោកហាមមិនឲ្យយើងនឹងមើលស្ត្រីជុំវិញខ្លួនទេខ្លួនយើងឈរត្រង់ណាទុកជាចំណុចសូន្យរបស់ផែនដីជុំវិញខ្លួនគឺមកផែនដីហ្នឹងឯងតែមកធ្វើហាមមិនឲ្យមើលតែបើសិនជាមើលហើយឃើញបើយើងមើលទៅឃើញមិនលែងនឹងមាននារីណាដែលល្អស្អាតជាងភរិយាតែប្រកាសជាមានតែដល់កាលណាឃើញហើយចិត្តយើងកម្រើកញាប់ញើឃើញនារីស្អាតជាងប្រពន្ធអានេះលោកហាមតែបើបានជាមើលហើយលោកបង្រៀនទៀតត្រូវគិតថានារីទុកដូចជាកូនអញនេះយកបញ្ញាណាយកបញ្ញាមកនារីដូចកូនអញដូចប្អូនអញដូចម៉ែអញដូចអ៊ំអញដូចមីងអញយាយអញស្រីទាំងអស់ដូចតែគ្នាកាលណាបើយកបញ្ញាមកគិតចឹងចិត្តនោះវាអត់កម្រើកទេស្អាបានហើយអត់កម្រើកទេហើយម្យ៉ាងទៀតព្រះពុទ្ធទ្រង់សម្ដែងបញ្ជាក់ប្រាប់ថានឹងពូភិក្ខុតាមនាភិក្ខុទាំងឡាយដល់ថាគាត់រំពឹងមើលទៅមិនឃើញមានរូបអ្វីសម្រស់អ្វីសំឡេងអីដែលអាចគ្របសង្កត់ចិត្តរបស់បរិសុទ្ធបានទេ
មានតែរូបមានតែសម្រស់មានតែសម្ផស្សនារីដែលអាចគ្របសង្កត់បរិបព្រះអង្គបញ្ជាក់ចឹងច្បាស់ណាស់ណាបើយើងអត់បញ្ញាទេប្រកាសជារូបប្រកាសជាសម្រស់សម្ផស្សសម្លេងគ្របសង្កត់ចិត្តយើងហើយតែបើយើងគិតថានេះកូនអញនេះប្អូនអញនេះក្មួយអញនេះម៉ែអញនេះមីងអញអាហ្នឹងវាស្ងប់ហើយអត់សង្កត់បានទេនឹងជាបញ្ញាពុទ្ធលោករៀនតែនិយាយឲ្យវែងតែយ៉ាងណានឹងមេរៀនរបស់ពុទ្ធវិសង្គ្រោះទី3ក៏3លើកភរិយារបស់ខ្លួនឲ្យជាមេគ្រួសារជាធំគ្រប់គ្រងគ្រួសារទាំងអស់សម្បត្តិទ្រព្យអីធ្ងន់ស្រាលក្តីណាឲ្យទៅភរិយាកុំទៅបំពន់ដល់បានហើយឲ្យភរិយាជាមេគ្រួសារយើងជាកូនគ្រួសារទៅវិញទៅអបស្រួលបើមិនសូវលវល់គេថាលើកឲ្យអិសរិយយកខ្ពស់ជាធំសង្គ្រោះទី5លោកឲ្យទំនុកម្រងគ្រឿងសម្លៀកបំពាក់សម្ពត់ខោអាវគ្រឿងអលង្ការមាសពេជ្រឲ្យដល់ភរិយារបស់ខ្លួននេះប្រពន្ធលោកបានរៀនសពតែប្តីណានឹកឃើញទៅទិញសម្ពត់ខោអាវឲ្យប្រពន្ធអត់ទេជាធម្មតាទៅទិញគ្រឿងតុបតែងឲ្យក៏មិនមានប្រវងគេពេញចិត្តឲ្យគេធ្វើរកតែខ្លួនគេទេតែនេះប្រពន្ធលោកបានរៀនដែលកាលណាយើងជួយទំនុកនិរន្តរ៍ចឹងលើកទឹកចិត្តភរិយារបស់យើងឲ្យកាន់តែមានភក្តីភាពធ្ងន់ចិត្តមកលើយើងឥតមានងាករីទេនឹកឃើញដៃឯងគេស្រឡាញ់ឯងគេគិតគូរតាំងតែពីសម្ពត់ខោអាវតាំងពីគ្រឿងអលង្ការជាដើមភរិយាក៏នឹកក្នុងចិត្តក៏អញ្ចឹងក៏ធ្ងន់ទីពឹងខ្លួនគាត់មកលើប្តីហ្នឹងថាជីវិតគាត់បានសុខតែប្តីគេគិតគូរសុខគ្រប់ហើយអញ្ចឹងនឹងសង្គ្រោះទី5ហើយសង្គ្រោះ